បាទជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនិយាយពីបាក់សីកីឡាយើងទៀតហើយនិយាយពីបាក់សីកីឡាយើងអញ្ចឹងគ្រប់គេថាគ្រប់ល្បែងទាំងអស់វាងាយស្រួលតែចំណែកបាក់សីកីឡាហៅថាកីឡាបច្ចុលមន់នេះគឺវាមិនងាយស្រួលដូចយើងថាទេគឺមុននឹងបានមន់យកឡើងប្រកួតមួយនឹងការប្រកាត់ពូជការរោពូជច្បាស់លាស់ការមើលថែការមើលតាន់តាពីតូចរហូតដល់ការជ្រើសរើសគេហៅថាជំរុះជ្រើសរើសវាងជំរុះរបស់វាគឺវាងមួយណាដែលអាចយកទៅលេងបានមួយណាដែលมันអាចយកទៅលេងបានអាហ្នឹងគឺជាភាពមិនងាយស្រួលអញ្ចឹងហើយគ្រប់ល្បែងទាំងអស់គឺងាយស្រួលទាំងអស់ណាតែបាក់សីកីឡាមួយដូចជាអ្នកដែលប្រកាត់មួយឆ្នាំសឹងតែគ្មានកូនយកទៅប្រកួតមួយផងអញ្ចឹងហើយមកតបានប្រកួតមួយហ្នឹងគឺចំណាយពេលមួយឆ្នាំជាងមិនមែនងាយទេណាអញ្ចឹងអាកន្លែងនេះគឺជារឿងដែលខ្ញុំនិយាយថាអភិរក្សហើយចំណុចមួយទៀតនោះគឺជារឿងដែលយើងទាំងអស់គ្នាត្រូវដឹងថាសត្វបាក់សីកីឡានេះគឺសត្វមួយនេះគឺវាមានសិល្បៈវាមានក្បាច់ក្បូររបស់វាមានក្បាច់គុណរបស់វាដែរអញ្ចឹងសម្រាប់ការពារខ្លួនរបស់វាគ្រប់សត្វទាំងអស់វាមានក្បាច់គុណរបស់វាសម្រាប់ការពារខ្លួនតែចំណែកឯសត្វមាន់វិញគឺវាមានចំណុចមួយវាមានមាន់សន្លោះនិងប្រភេទមាន់ខ្សែពូជមាន់ជុលអញ្ចឹងខ្ញុំនិយាយតែផ្លែនិយាយថាខ្មងទេខ្ញុំមិននិយាយដល់ផ្លែដែកផងខ្ញុំនិយាយតែមាន់ខ្មងទេអញ្ចឹងសម្រាប់មាន់ខ្មងគឺបងប្អូនថាគឺវាមានក្បាច់គុណរបស់វាដូចឧទាហរណ៍ជាប្រភេទមាន់បកយអញ្ចឹងវាមានសិល្បៈនៃក្បាច់គុណរបស់វាមាន់បកយវាអត់ដូចពួកភូមិវាវាយមុខទេគឺវាវាយតែខ្លួនហើយនឹងវាយគល់កវាយខ្លួននឹងវាយគល់កហើយខំច្រើនវាខំខ្នងអញ្ចឹងសិល្បៈរបស់វាគឺវាចូលបែកចូលស្លាប់បែកឡើងវាយអញ្ចឹងណាបែកឡើងវាយខ្លួនវាយអីអានេះជាសិល្បៈរបស់វាហើយការដែលវាវាយហ្នឹងសិតតែជាចំណុចដែលធ្វើឲ្យដៃគូរបស់វាស្រត់បាក់ស្រត់អញ្ចឹងណាហើយចំណែកឯមួយទៀតគឺខាងភូមិប្រភេទភូមិគឺជាប្រភេទមាន់ដែលវារោចំណុចពិសេសរបស់វាគឺជាគៀងសងខាងគឺភ្នែកសងខាងឬក៏គុំតិចអញ្ចឹងវាបើករបួសមុខហើយខ្លះទៅគឺវាបើករបួសកន្លើតខ្លះទៀតទៅវាបើករបួសពីគល់កឡើងអញ្ចឹងណាអានេះជាសិល្បៈរបស់វាហើយនៅសិល្បៈរបស់វាមួយទៀតគឺវាច្រៀងក្បាច់គុណដូចជាការរាំវង់គេហៅថាប្រភេទភូមិរាំវង់អាហ្នឹងជាសិល្បៈរបស់វាទាំងអស់រាំវង់ហើយមានមួយផ្នែកទៀតគឺវាឡដើម្បីធ្វើឲ្យដៃគូរបស់វាទុនដៃទុនជើងដែររត់តាមចុះឡើយធ្វើឲ្យដៃគូទុនដៃទុនជើងអានេះគឺជាសិល្បៈរបស់វាមួយទៀតសិល្បៈនៃក្បាច់គុណរបស់វាអញ្ចឹងណាហើយវាមានច្រើនបែបទៀតច្រើនយ៉ាងទៀតហើយយើងគួរតែអភិរក្សដើម្បីបង្ហាញនូវសិល្បៈរបស់ក្បាច់គុណរបស់មាន់អញ្ចឹងណាហើយដូចជាមនុស្សយើងឧទាហរណ៍ថាមនុស្សយើងវិញណាមនុស្សយើងគឺមានក្បាច់បុកតោក្បាច់អីគេទ្វារ8ទ្វារ4ដបងក្បាច់ដបងពីកណាត់អីយ៉ាងសិល្បៈកុងហ្វូអីបណ្ដាលអីយ៉ាងណាហ្នឹងជាសិល្បៈនៃក្បាច់គុណអញ្ចឹងមាន់នេះក៏វាមានសិល្បៈនៃក្បាច់គុណរបស់វាដែរសម្រាប់ការពីខ្លួនរបស់វាហើយមាន់នេះវាចំណុចពិសេសរបស់វាគឺមានការតស៊ូខ្ពស់បងប្អូនការតស៊ូខ្ពស់យើងប្រៀបធៀបជាមួយមនុស្សយើងគឺអត់អាចតស៊ូដល់វាទេវាគឺតស៊ូខ្ពស់មែនទែននិយាយពីការតស៊ូរបស់វានឹងគឺហូរឈាមរហាមគឺវាមិនមានចិត្តថារត់ផងវាសុកចិត្តមាន់ខ្លះគឺសុកចិត្តដេកវាអត់មានការតស៊ូគឺការតស៊ូខ្ពស់មែនទែនអញ្ចឹងការតស៊ូរបស់មាន់បើសម្រាប់មនុស្សយើងគឺបើចូលរបៀបចូលតកែងពីកែង3កែងចំតាណាហ្នឹងវាអាចសន្លប់បានតែមាន់ក៏វាមានសន្លប់ដូចគ្នាដែរប៉ុន្តែវាត្រង់ថាការតស៊ូរបស់វាគឺខ្ពស់វាមានចិត្តធន់ខ្ពស់អញ្ចឹងណាបាទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាលើកតម្កើងសម្រាប់បាក់សីកីឡាព្រោះជាសត្វដែលវាបញ្ចេញសិល្បៈនៃក្បាច់គុណរបស់វាច្រើនវាមានសិល្បៈរបស់វា
អានេះបើសិនជាជនជាតិគេបើសិនជាជាតិអង់គ្លេសអាមេរិកចង់សិក្សាខ្ញុំជឿជាក់ថាពួកគាត់ចង់សិក្សាថាជារបស់អ្នកណាជារបស់អ្នកណីអញ្ចឹងបើយើងចាប់ហើយចាប់ទៀតមិនលើកលែងថ្ងៃណាមួយគេថាជាសិល្បៈរបស់គេហើយគេថាប្រាំងភាសានោះគឺជាហេសុយហ្នឹងគេថារបស់គេទៀតដែលយើងមានទំនាស់រាល់ថ្ងៃនេះអញ្ចឹងណាអញ្ចឹងបងប្អូនកន្លែងនេះគួរតែគិតឡើងវិញអានេះគឺជាគេហៅថាគឺជាលបែងកំសាន្តរបស់គេដំណើរដូនតាយើងនៃភាពតស៊ូអញ្ចឹងណាហើយថៃនេះយើងនិយាយសៀមនេះគឺគេកំពុងតែគេចង់យកចោះជាបេតិកភណ្ឌពិភពលោកទៀតសម្រាប់បញ្ជលមន់នេះអញ្ចឹងយើងគួរតែគិតឡើងវិញត្រង់ចំណុចនេះដែរយើងគួរពិចារណាឡើងវិញតើនឹងគឺជារបស់យើងឬក៏ជារបស់គេអញ្ចឹងយើងគិតថានេះគឺជារបស់ដូនតារបស់យើងគឺមិនមែនរបស់គេទេហើយតើបើយើងនៅតែចាប់នៅតែអីទៀតគឺខ្ញុំថាថ្ងៃណាមួយគេនឹងយកទៅបាត់ហើយគេថាផ្ទាំងសិលាហ្នឹងគឺជារបស់គេទៀតគឺចប់តែម្ដងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនខាងអ្នកមានសមត្ថកិច្ចខាងការចាប់បង្ក្រាបនេះគឺយើងពិចារណាឡើងវិញត្រង់ចំណុចនេះខ្ញុំមិននិយាយថានេះគឺជាតកាតព្វកិច្ចរបស់គាត់ធ្វើហ្នឹងគឺត្រូវហើយប៉ុន្តែបើយើងបន្ថយតិចគឺល្អខ្ញុំថាល្អនិងល្អទាំងអស់គ្នាអរគុណច្រើនបងប្អូន